សង្ស័យមិនរួចខ្លួនទេពេលនេះឯកឧត្តមសេនីយ៍ឯកជួនណារិនបញ្ជាឲ្យសមាជិកស្រាវជ្រាវតាមខត់ខ្លួនជនបង្កករណីប្រពន្ធដើមនិងបងប្អូនបើកឡានដេញបុកនិងប្រើហិង្សាលើតារាចម្រៀងស្រីម្នាក់ដោយចោទថាតាក់ទងប្តីគេហើយឯកឧត្តមសេនីយ៍ឯកជួនណារិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឲ្យសមាជិកមូលដ្ឋាននិងជំនាញធ្វើការស្រាវជ្រាវរកមុខជនបង្កនិងបកពួកដែលបានធ្វើសកម្មភាពបើកឡានដេញបុកនិងប្រើហិង្សាលើតារាចម្រៀងម្នាក់ដោយចោទថាតាក់ទងប្តីគេដើម្បីយកមកសាកសួរនិងមានចំណាត់ការតាមផ្លូវច្បាប់ការប្រកាសដាក់បទបញ្ជាឯកឧត្តមសេនីយ៍ឯកជួនណារិននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី2ខែឧសភាឆ្នាំ2025នេះបានឲ្យដឹងថាបន្ទាប់ពីបានឃើញសកម្មភាពមនុស្សមួយក្រុមបើកឡានដេញបុកឡានស្ត្រីម្នាក់និងនាំគ្នាប្រើហិង្សាទៅលើស្ត្រីម្នាក់នោះសង្ស័យស្នេហាត្រីកោណឯកឧត្តមបានបញ្ជាឲ្យសមាជិកនគរបាលខណ្ឌទួលគោកស្រាវជ្រាវតាមឃាត់ខ្លួនជនបង្កយកមកទទួលខុសត្រូវចំពោះមុខច្បាប់ដោយឡែកប្រពន្ធដើមសមាជិកឃាត់ខ្លួនបានហើយ1ឈ្មោះជារីដាភេទស្រីអាយុ39ឆ្នាំជាជនជាតិខ្មែរមុខរបរលក់អាគុយស្នាក់នៅលេខជូ3ផ្លូវលេខ265ភូមិ3សង្កាត់ទឹកល្អក់ទី3ខណ្ឌទួលគោករាជធានីភ្នំពេញទី2ឈ្មោះអឹងលីមុំភេទស្រីអាយុ45ឆ្នាំជាជនជាតិខ្មែរមុខរបរលក់ដូរស្នាក់នៅផ្ទះលេខ428ផ្លូវព្រះសីហនុសង្កាត់ទួលស្វាយព្រៃទី2ខណ្ឌបឹងកេងកងរាជធានីភ្នំពេញសូមរំលឹកថាកាលពីវេលាម៉ោង10យប់នៅថ្ងៃទី1ឧសភាឆ្នាំ2025ស្ថិតនៅត្រង់ចំណុចស្តុបសំណង់12សង្កាត់ទឹកល្អទី3ខណ្ឌទួលគោករាជធានីភ្នំពេញតារាចម្រៀងស្រីម្នាក់ឈ្មោះចាបចិន្តាត្រូវបានប្រពន្ធដើមនិងមនុស្សមួយក្រុមជាបងប្អូនប្រពន្ធដើមបើកឡានដេញបុកនិងព្រួតវាយដោយចោទប្រកាន់ថាតារាចម្រៀងស្រីរូបនេះជាយាមតាក់ទងប្តីរបស់គេខណៈតារាស្រីចាបចិន្តាបដិសេធថាមិនបានតាក់ទងប្តីនរណានោះទេតាមប្រភពពីនារីរងគ្រោះជាតារាចម្រៀងឈ្មោះចាបចិន្តាបានបញ្ជាក់ថារូបនាងបានបើករថយន្តមួយគ្រឿងម៉ាក Toyota Prius មួយគ្រឿងសុកក៏ស្រាប់តែមានរថយន្តម៉ាក Ford Raptor ពណ៌សមួយគ្រឿងបើកមុខកាក់ពីមុខរួចមនុស្សប្រុសស្រី2នាក់ចុះមកស្រែកបង្ខំឲ្យរូបនាងចុះពីលើរថយន្តនិងបានប្រើប្រាស់អំពើហិង្សាវាយបំផ្លាញរថយន្តរបស់នាងបន្ទាប់មករូបនាងក៏បានបើករថយន្តកិច្ចរហូតដល់ស្តុបសំណង់12តែត្រូវបានមនុស្សប្រុសស្រី2នាក់នោះបើករថយន្តដេញពីក្រោយនិងបុកពីក្រោយពេញទំហឹងហើយរូបនាងបានចេញពីលើរថយន្តដើម្បីរត់គេចតែត្រូវប្រពន្ធដើមនិងបងប្អូនប្រពន្ធដើមព្រួតគ្នាវាយរូបនាងទាំងប្រុសទាំងស្រីតែម្ដងស្របពេលដែលមនុស្សមួយក្រុមកំពុងតែនាំគ្នាព្រួតវាយនាងក៏បានរត់ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយពេលនោះប្រជាពលរដ្ឋក៏បានជួយហាមឃាត់មនុស្សមួយក្រុមនោះកុំឲ្យវាយរូបនាងទៀតតាមការបញ្ជាក់ពីស្ត្រីម្នាក់អះអាងថាជាប្រពន្ធដើមបានបញ្ជាក់ថាតារាចម្រៀងស្រីឈ្មោះចាប់ចិន្តាតែមករវីរវល់ជាមួយនឹងប្តីរបស់គាត់ដើម្បីតាក់ទងគ្នាដល់ថ្ងៃកើតហេតុនារីខាងលើមកពោះទ្វារផ្ទះដើម្បីរកប្តីរបស់គាត់ទើបធ្វើឲ្យគាត់ខឹងបបួលបងប្អូននាំគ្នាព្រួតដេញវាយនារីនោះតែម្ដងធ្វើឲ្យរបួសមុខនិងក្បាលក្រោយពេលកាត់ហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកបានចុះមកដល់ចំណុចកាត់ហេតុរួចនាំនារីរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ក្រោយពីមានហេតុការណ៍នោះកើតឡើងនៅព្រឹកថ្ងៃទី2ខែឧសភានេះឯកឧត្តមសេនីយ៍ឯកជួនណារិនបានបញ្ជាឲ្យសមាជិកនគរបាលខណ្ឌទួលគោកស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនបង្កយកមកទទួលខុសត្រូវចំពោះមុខច្បាប់លើករណីហិង្សានោះហើយបច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី